នៅពេលព្រឹកភ្លឺសត្វគ្រប់ប្រភេទបានប្រជុំគ្នានៅទីលានព្រៃដើម្បីជជែកពីបញ្ហាខ្វះទឹកនិងចំណីកង្កែបនិងកណ្ដូបជួបគ្នាលើកដំបូងដោយមានការខុសគ្នានៅក្នុងទ្រឹស្ដីលើបញ្ហាកណ្ដូបបង្ហាញផែនការធ្វើបំពង់នាំទឹកពីច្រកខាងលើភ្នំខណៈកង្កែបយល់ថាប្រសិនបើយើងអ៊ូស្បារីធ្វើអាងទឹកនឹងប្រសើរជាងកណ្ដូបនិងកង្កែបប្រើប្រាជ្ញានិងសហការដើម្បីរៀបចំផែនការសហគមន៍មួយដែលបង្រួមគំនិតទាំងពីរជាមួយគ្នាសត្វទាំងអស់ចាប់ដៃគ្នាជួយសាងសង់គម្រោងថ្មីជាអង្គភាពម្នាក់មួយការងារកណ្ដូបនាំទឹកកង្កែបសាងសង់អាងទាវជួយដាំដំណាំជុំវិញទឹកបានលើកទៅដល់ទាំងជ្រុលព្រៃសត្វគ្រប់ប្រភេទអបអរសាទរទឹកចូលមកដល់និងដំណាំរីកចម្រើនកណ្ដូបនិងចង្កែបស្នើឲ្យសត្វទាំងអស់ចងចាំថាការចេះប្រើប្រាជ្ញានិងការសហការជាមួយគ្នាជាធាតុសំខាន់បំផុតសម្រាប់ជីវិត។